លើកនេះទុកជាការចៃដន្យទៅចុះតែខ្ញុំមិនចង់ឃើញរឿងបែបនេះលើកទី2ទៀតទេថ្មីដៃខ្លាំងពូកែដ៏ពិតប្រាកដរបស់អតិថិប្រយុទ្ធអាវក្រោះមាសឯប្រហែលជាមិនទាន់ឃើញទេនេះហងយើងទុកឯងជាមិត្តល្អរបស់យើងជានិច្ចយើងខំឧទ្ទិសនាមឯងឲ្យលោកម្ចាស់ឯងកុំធ្វើយើងអស់សង្ឃឹមឲ្យសោះនេះគឺជាថ្នាំដណ្ដើមបេះដូងមនុស្សដែលខ្ញុំផ្សំឲ្យឯងមួយរយៈនេះឯងផឹកឲ្យច្រើនទៅដើម្បីឲ្យរបួសឆាប់ជាជៀសវាងកុំឲ្យជួបនឹងនាងយ៉ាងទៀតឯងអត់មានសមត្ថភាពទប់ទល់ខ្ញុំអាចចាញ់នាងយ៉ាងដែរខ្ញុំអាចចាញ់នាងយ៉ាងដែរហើយអនុភាពកំបាត់បិសាចរបស់កំបាត់បិសាចដូចជាបញ្ជាលេងបានហើយសាច់ច្បាំងធំសាច់ច្បាំងធំសាច់ច្បាំងធំប្រកាសជានៅចិត្តនេះសាច់ច្បាំងចេញមកខ្ញុំអាចជួយសាច់ច្បាំងបានសាច់ច្បាំងធំខ្ញុំសូមអង្វរសាច់ច្បាំងគួរដឹងថាកម្លាំងបិសាចរបស់កំបាត់ហត់ឈាមគឺមិនអាចមើលស្រាលបានទេពេលនេះសាច់ច្បាំងរបួសបើមិនព្យាបាលឲ្យស្រួលបួលកំបាត់ហត់ឈាមអាចមានប្រតិកម្មលទ្ធផលគឺអនាគតធំហើយសាច់ច្បាំងធំខ្ញុំឃើញសាច់ច្បាំងសម្រាប់មនុស្សដែលឈួតលីលៀងចឹងដូចជាបញ្ជាកំបាត់ហត់ឈាមលេងបានហើយសាច់ច្បាំងធំពេលនេះមានតែខ្ញុំទេដែលអាចជួយសាច់ច្បាំងធំបានសាច់ច្បាំងធំលឺហើយណាសាច់ច្បាំងធំខ្ញុំមិនធ្វើបាបសាច់ច្បាំងទេសាច់ច្បាំងចេញមកសាច់ច្បាំងធំសាច់ច្បាំងធំទុកឲ្យខ្ញុំជួយសាច់ច្បាំងបើមិនចឹងទេសាច់ច្បាំងប្រកាសជាស្លាប់សាច់ច្បាំងធំកុំធ្វើអញ្ចឹងសាច់ច្បាំងគួរតែដឹងថាខ្ញុំជាមនុស្សតែមួយគត់ដែលឪពុកខ្ញុំបង្ហាត់កម្លាំងធាតុដែលមានតែខ្ញុំទើបអាចជួយសាច់ច្បាំងបានខ្ញុំមិនអាចសាច់ច្បាំងឈឺចាប់ទេសាច់ច្បាំងធំសូមសាច់ច្បាំងជួយខ្ញុំចាស់បើមិនចឹងទេកំបាត់ហត់ឈាមនឹងបំផ្លាញជីវិតរបស់សាច់ច្បាំងជាមិនខានកំបាត់ហត់ឈាមគឺជាជីវិតរបស់ខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាប្រមាថកំបាត់របស់ខ្ញុំទេសាច់ច្បាំងធំកំបាត់ហត់ឈាមជាកំបាត់បិសាចដែលមានជីវិតសាច់
មានរបួសហើយបើហាត់កំបិតហត់ឈាមតទៅទៀតសាច់ច្បងនឹងធ្វើឲ្យកម្លាំងធាតុក្នុងខ្លួនប្រឆាំងគ្នាចុងក្រោយនឹងមានប្រតិកម្មហើយស្លាប់ជាមិនខានទេកាលពីមុនឪពុកខ្ញុំធ្វើកំបិតហត់ឈាមគឺដឹងថាប្រកាសជាមានថ្ងៃបែបនេះគាត់ថាកម្លាំងធាតុដែលគាត់បង្ហាត់ខ្ញុំនោះគឺអាចទប់ស្កាត់បានទប់ស្កាត់កម្លាំងធាតុដែលរលក្តេសផ្ដាស់នៅក្នុងខ្លួនសាច់ច្បងបានសាច់ច្បងធំឲ្យខ្ញុំព្យាបាលរបួសឲ្យសាច់ច្បងទៅឲ្យតែព្យាបាលឲ្យស្រួលបួលសាច់ច្បងប្រកាសជាជាចូលមកខ្ញុំមិនត្រូវការនេះជួយទេសាច់ច្បងធំមិនក៏រឹងរូសម្លេះខ្ញុំលំបាកណាស់ទើបរកសាច់ច្បងឃើញសាច់ច្បងមានការឈឺចាប់ខ្លាំងយ៉ាងនេះខ្ញុំមិនពិបាកចិត្តមិននឹងកើតសាច់ច្បងគួរតែយល់ពីចិត្តរបស់ខ្ញុំមិនព្យាបាលរបួសឲ្យសាច់ច្បងមិននឹងកើតនាងថយចេញទៅថយចេញភ្លាមទៅបើមិនចឹងទេខ្ញុំសម្រាប់នាងចោលទៅសាច់ច្បងកុំកវីកំបិតបិសាចទៀតបើសាច់ច្បងនៅតែធ្វើអញ្ចឹងតទៅទៀតរបួសក្នុងខ្លួនរបស់សាច់ច្បងគឺគ្រប់គ្រងមិនបានហើយមួយថ្ងៃឈឺចាប់ជាងមួយថ្ងៃហើយមិនដល់7ថ្ងៃទេកម្លាំងធាតុក្នុងខ្លួនសាច់ច្បងនឹងធ្វើឲ្យគ្រឿងក្នុងខ្ទេចខ្ទីអស់ហើយស្លាប់ជាមិនខានទេបើចោលខ្ញុំនៅស្ងៀមនាងឆាប់ចាក់ចេញពីទីនេះភ្លាមទៅកុំនៅចំពោះមុខខ្ញុំទៀតបានសាច់ច្បងឲ្យខ្ញុំទៅប៉ុន្តែខ្ញុំនៅតែជួយសាច់ច្បងជានិច្ចពីអាងដែលនៅខាងក្រៅព្រៃនេះគឺជារោងតកកដែលមានប្រសិទ្ធភាពក្នុងការព្យាបាលរបួសខ្ញុំនៅក្នុងរោងតកកចាំសាច់ច្បងរហូតខ្ញុំត្រូវតែព្យាបាលរបួសឲ្យសាច់ច្បងទាល់តែជាសាច់ច្បងធំសាច់ច្បងត្រូវតែទៅកុំស្លាប់ដោយឥតប្រយោជន៍ចាំសិនធ្វើអីហ្នឹងនាងជូមានការអីខ្ញុំគឺមករកអាឈិញនាងនៅខាងក្នុងដែរទេសុំទោសនាងសៀនឈិញអ្នកណាក៏មិនជួបដែរអើយលោកចម្លែកមែនលោកមិនទាន់ប្រាប់នាងផងក៏ថានាងមិនចង់ជួបភ្ញៀវលោកនិយាយទៅថាគឺអ្នកនាងជូរកគេមិនបាច់ទេអ្នកនាងជូពីព្រោះព្រះអង្គម្ចាស់យានបញ្ជាអ្នកនាងសៀនឈិញអ្នកណាក៏មិនឲ្យជួបដែរអើយចម្លែកមែនអាឈិញគឺមកដំណាក់ព្រះអង្គម្ចាស់ធ្វើជាភ្ញៀវមិនមែនជាប់គុកឯណាហេតុអីក៏អ្នកណាក៏មិនអាចជួបនេះច្បាប់អីហ្នឹងនិយាយរួមខ្ញុំតែយល់តែចាំមើលលោកជួយខ្ញុំអ្នកនាងជូមានការអីហើយលោកមកចាំពេលល្អណាស់ការប៉ិនខ្ញុំចង់ទៅរកអាឈិញជាមិត្តរបស់ខ្ញុំក៏ប៉ុន្តែគេមិនឲ្យខ្ញុំចូលទៅទេអ្នកនាងជូនាងទៅវិញទៅអ្នកនាងសៀនឈិញមិនអាចជួបភ្ញៀវបានទេថាម៉េចហ្នឹងនាងមានរឿងអីកើតឡើងនាងឈឺហើយតើមែនទេអត់ទេអ្នកនាងសៀនឈិញសុខសប្បាយជាទេនាងទុកចិត្តចុះអញ្ចឹងហេតុអីក៏មិនអាចខ្ញុំជួបនាងពួកលោកមិនមែនមកស្គាល់ខ្ញុំឯណានេះជាបញ្ជារបស់ព្រះអង្គម្ចាស់យានពួកលោកណាបច្ចុប្បន្នហេតុពេកហើយដោយការពីមុនអញ្ចឹងសុទ្ធតែមិននិយាយហេតុផលទេកាលពីមុនពួកខ្ញុំធ្លាប់ជួបនេះហើយគ្មានការចងចាំបែបនេះមិននឹងអាចធ្វើជាអង្គរៈព្រះអង្គម្ចាស់យានបានទៅអ្នកនាងជួអញ្ជើញទៅវិញទៅពួកលោកស្មានថាអាចរារាំងខ្ញុំជួបអាឈិញទេចៅកបិកកប៉ោងខ្ញុំប្រាប់នាងទីនេះជាដំណាក់ព្រះម្ចាស់យាននាងចង់លួចស្អីគួរតែមកពេលយប់មកពេលថ្ងៃបែបនេះនាងមិនខ្លាចគេចាប់ដាក់គុកទេអ្នកណានិយាយខ្សឹបខ្សៀជាមួយលោកខ្ញុំគឺមកមើលអាឈិញដាក់បាក់ចំហទេបាក់ចំហការបាក់ចំហរបស់នាងគឺផ្លោះចិញ្ចាំងចូលតាមក្រោយផ្ទះរបស់គេណែនោះហៅថាមកដោយបាក់ចំហអ្នកណាប្រាឲ្យពួកលោកមិននិយាយហេតុផលមិនអាចខ្ញុំជួបអាឈិញតាមខ្ញុំយល់អ្នកដែលមិននិយាយហេតុផលគឺពួកលោកទេខ្ញុំមិននិយាយហេតុផលគឺមិននិយាយហេតុផលខ្ញុំចូលចិត្តមិននិយាយហេតុផលអាឈិញមិនក៏ឯងមកទីនេះអញ្ចឹងហាខ្ញុំក៏មិនចង់ដែរគឺសាច់ច្បងនៅទីនេះខ្ញុំធ្វើតាមបញ្ជាទេអាឈិញចង់ចេញទៅលេងដែរទេមានពិធីបុណ្យណាមែនទេបាទតែមិនឲ្យទៅទេលោកមានចេតនារករឿងខ្ញុំមែនទេខ្ញុំខ្ជិលរវល់នឹងនាងណាអាឈិញឯងដឹងទេ
ព្រះអង្គម្ចាស់យានមិនឲ្យឯងចេញទៅគឺខ្លាចឯងជួបនឹងអាគីនោះគឺអាគីមែនទេដូចជាត្រូវខ្ញុំវាយគេរៀកនោមដាក់ខោបាត់ទៅហើយមិននឹងអាចហ៊ានមកទៀតទេត្រូវហើយអ៊ីនិយាយត្រូវបើអាគីនោះរបួសធ្ងន់ទៅហើយអញ្ចឹងក្នុងរយៈពេលខ្លីគេក៏មិនអាចជាឲ្យត្រឡប់មកវិញដែរសាច់ច្បងឲ្យខ្ញុំចេញទៅដើរលេងទៅណាប៉ុន្តែខ្ញុំប្រាប់ឯងណាខ្ញុំសាច់ច្បងក៏ព្រួយខ្ញុំប្រកាសជាដើរទៅកន្លែងដែលមានមនុស្សច្រើនជាងគេទោះជាអាគីចង់សម្លាប់ខ្ញុំក៏អត់មានឱកាសដែរមែនទេសាច់ច្បងខ្ញុំសុំអង្វរឲ្យខ្ញុំទៅណាគ្រោះថ្នាក់ណាมันមានគ្រោះថ្នាក់ទេឯងក៏ដឹងដែរឯងបងខ្ញុំប្រកាសជាឲ្យឯងទៅអរគុណហើយសាច់ច្បងតែខ្ញុំប្រាប់នាងណាបើសិនជាឲ្យអាឈីងមានរបួសតែបន្តិចខ្ញុំមិនលើកលែងនាងទេខ្ញុំនឹងនាំនាងឡើងភ្នំចុះសមុទ្រអត់មានរបបពេញខ្លួនគឺមិនមកវិញទេចាំមើលលោកអាចធ្វើអ្វីខ្ញុំបានទៅខ្ញុំមកស្អុយបានហើយអ្នកទាំងពីរឈប់ប្រកែកគ្នាទៅយើងទាំងពីរអ្នកឆ្លៀតពេលនេះអត់មានមនុស្សនៅទៅភ្លាមទៅមានមនុស្សមកហើយឆាប់ពួនទៅបានណាអ្នកប្រុសនាងអ្នកនាងសៀនខេងអត់មាននៅក្នុងបន្ទប់ទេអ្នកប្រុសមានឃើញនាងទេក្រែងនៅខាងមុខហ៎មែនទេទៅមើលខាងមុខមើលបាទមកដំណាក់ព្រះអង្គម្ចាស់យានរកខ្ញុំបើមិនចឹងទេខ្ញុំអបសពស្លាប់ហើយហេតុអីក៏ព្រះអង្គម្ចាស់យានខ្លាចម្លេះមិនឲ្យអាចចេញពីផ្ទះអញ្ចឹងរឿងនេះនិយាយទៅគឺវែងឆ្ងាយណាស់ណាអញ្ចឹងអាចនិយាយប្រាប់ខ្ញុំមកមើលពេលនេះខ្ញុំមិនអាចនិយាយបានទេអីក៏អាចកំបាំងម្លេះណោះនិយាយមកហើយចាមិនអាចនិយាយបានទេមើលទៅមិននិយាយខ្ញុំលែងគួរសមហើយណាបាននៅមិននិយាយខ្ញុំឡើងមកហើយឈប់លេងហើយតោះយើងណែផ្លុំគ្នាទៅរកទូទីវិញហ៎នោះអញ្ចឹងក៏បានតោះតែសុំទោសអ្នកនាងទាំងពីរដែលដើរចောက်ទាយមិនក៏លោកដឹងថាអ្នកនាងទាំងពីរនេះដើរហាលក្នុងពិភពកូនភ្នែកខ្វាក់តែចិត្តអត់ខ្វាក់ទេណាអ្នកដែលចောက်ទាយសុំហុចដៃចូលមកខ្ញុំសុំនិយាយតាមត្រង់ទៅចុះអ្នកនាងកើតនៅក្នុងគ្រួសារក្រីក្រកាលពីនៅតូចឈឺច្រើនវាស្ដាលំបាកខ្លាំងណាស់ត្រូវហើយកាលពីតូចលំបាកឈឺច្រើនគឺត្រូវហើយតែវាស្ដាលំបាកកាលពីមុនវាស្ដារបស់គេលំបាកចាស់ថ្ងៃក្រោយហើយអ្នកនាងធ្វើបុណ្យនឹងសំកុសលឲ្យច្រើនទៅលោកទីអត់ត្រូវសោះណែយកប្រាក់ទៅយើងអ្នកនាងសុំជើញខ្ញុំយល់ថាគាត់ទីអត់ត្រូវសោះអាឈិញសម្ដេចគ្រូហោរាឯងកុំជឿច្រើនពេកខ្ញុំមិននឹងជឿគាត់ទៅគាត់និយាយផ្ដេសផ្ដាស់ថាខ្ញុំកើតក្នុងគ្រួសារក្រីក្រនិយាយរួមគឺទាយអត់ត្រូវទេក៏ម្យ៉ាងដែរឯងធំឡើងនៅក្នុងដំណាក់ចេញផឹងរស់នៅដូចជាកូនស្រីអ្នកមានអញ្ចឹងមិនមែនតែប៉ុណ្្នឹងទេការប៉ិនខ្ញុំជាហងក្នុងចំណោមមនុស្សត្រូវហើយបានន័យថាម៉េចហ្នឹងពេលនេះខ្ញុំមិនអាចនិយាយប្រាប់ឯងបានទេហេតុអីទៅណែអត់អីទេណែអាចេញ4នាក់នៅខាងក្រៅនោះថ្ងៃនេះតាមដានយើងរហូតចម្លើយណាស់ខ្ញុំយល់ថាយើងត្រូវប្រយ័ត្នប្រយែងបន្តិចពួកគេប្រហែលជាអត់មានបំណងល្អទេតែយើងអ្នកនាងត្រូវការអីដែរនេះជាបលបលអីចាណែ
មែនណាឯងស្រឡាញ់របស់នេះទេហ៎ស្រឡាញ់ណាប៉ុន្តែរបស់នេះប្រកាសជាថ្លៃណាស់ហើយមិនថ្លៃទេបន្តគុជនេះជាវត្ថុមិនអាចកាត់ថ្លៃបានបើយើងចង់បានឲ្យថ្លៃមកយើងអាចនិយាយគ្នាបានណាក្រែងខ្ញុំបាននិយាយថាចង់រកបន្តគុជដ៏ល្អមួយឲ្យឯងហ៎បើសិនជាឯងស្រឡាញ់ឯងយកមួយនេះទៅណាណែយើងតែមិនតន់ឲ្យប្រាក់គេផងប្រញាប់ទៅណាហ្នឹងហ៎ឯងកុំព្រួយកុំតែមានមនុស្សជួយចេញប្រាក់ឲ្យទេម៉ាអេអ្នកនេះក៏ឲ្យប្រាក់មកនេះមិនទាន់ឲ្យប្រាក់ទៀតហេស្រែកអីចេញពួកគេពិតជាជួយចេញប្រាក់ឲ្យមែនតានោះមកទៅអ្នកនោះចេញប្រាក់ឲ្យទាំងអស់ហើយណែអាឈិញឯងប្រាប់ខ្ញុំមកមើល4អ្នកនោះចម្ពាក់ប្រាក់ឯងតាមមែនទេឬមួយក៏ព្រះអង្គម្ចាស់យានចម្ពាក់អ្វីឯងបានជាឯងចង់ធ្វើអ្វីគឺបាននឹងអញ្ចឹងហាឯងនិយាយអត់ខុសទេគឺពិតជាចង់បានអីមាននឹងមែនណាមិនបានចឹងណោះណែខ្ញុំប្រាប់ឯងពីអានកំបាំងមួយអានកំបាំងអីទៅពួកលោកអាចថយឆ្ងាយបន្តិចបានទេស្រីមិនក៏មានរឿងនិយាយមិនចេះអស់អញ្ចឹងខ្ញុំគឺជាម្ចាស់ខ្សត់ត្រីណាម្ចាស់ខ្សត់ត្រីកុំនិយាយលើក្រែងឯងក្រែងឯងបាត់បង់ការចងចាំហើយរឿងកាលពីនៅទៅឯងភ្លេចអស់ហើយមិនក៏ឯងនៅចាំប្រវត្តិរបស់ខ្លួនឯងអញ្ចឹងខ្ញុំក៏មិនដឹងដែរគឺព្រះអង្គម្ចាស់យាតបញ្ជាក់ដោយផ្ទាល់អូហេដានាងលោកមេកាលោកមកចាំពេលល្អណាស់លោកមើលណែបន្តគុជនេះតែល្អដែរទេមិនត្រឹមតែស្អាតទេហើយមានតម្លៃទៀតផងនេះគឺអាចឆេញជូនដល់ខ្ញុំណាអ្នកនាងចង់ពាក់បន្តោងនេះទៅជួបនៅប្រុសនីងហ៎អ្នកប្រុសនីងមកហើយត្រូវហើយប៉ុន្តែអ្នកបោកគឺអ្នកប្រុសទី2ហើយចម្លែកមែនមិនក៏ប្រហែលថ្ងៃនេះចេះតែអត់ជួបនឹងអ្នកប្រុសធំអញ្ចឹងណោះលោកបញ្ជានិយាយថាអ្នកប្រុសធំបើប្រាប់ថាប្រហែលថ្ងៃនេះគាត់មិនសូវស្រួលខ្លួនដូច្នេះឲ្យអ្នកប្រុសទី2មកកំដរអ្នកនាងគឺលេះទេការប៉ັດទៅគឺលោកម្ចាស់ជូនោះជាអ្នករៀបចំកាន់ជើងអានល្អិតនោះទីទាំងអស់នេះគឺសុទ្ធតែជាកំណត់របស់អ្នកអង្គម្ចាស់ជីងផឹកទាំងអស់នឹងកុំយល់ច្រឡំលើលោកម្ចាស់យើងអីអ្នកអង្គម្ចាស់ជីងផឹងចម្លែកមែនពេលអ្នកសុទ្ធតែជាកូនរបស់គាត់ហេតុអីក៏ល្អចំពោះអានល្អិតនោះម្លេះណានិយាយរួមអ្វីទាំងនេះចំពោះអ្នកនាងគឺសុទ្ធតែជាល្ខោនទាំងអស់អ្នកនាងទៅជាមួយអ្នកណាក៏ដូចគ្នាដែរនិយាយត្រូវអ្នកទាំងអស់គ្នាសុទ្ធតែកំពុងតែសម្ដែងល្ខោនមើលរឹករបស់នាងដូចជាកូនស្រីអ្នកមានគ្រួសារណាដែរហ៎ខ្ញុំធ្វើចោលសក់សាត់នឹងលោកបន្តិចលោកយល់ទេបើកុំតបងខ្ញុំណាត់នាងនៅទីនេះហើយគាត់មានការមិនបានមកនោះខ្ញុំមិនមកទីនេះរងទុកជាមួយនាងទេមើលចោះទេសភាពល្អស្អាតយ៉ាងនេះត្រូវរូបរាងរបស់នាងបំផ្លាញចោលអស់ទៅហើយនាងដឹងទេរបស់ឆានយ៉ាងណាក៏ដោយនៅជាមួយលោក
ก็ปิบัติยำนะได้ตามខ្ញុំយល់លោកគួរតែជាឲ្យឆ្ងាយបន្តិចកុំឲ្យខ្ញុំឃើញលោកនាំតែពិបាកទ្រាំដើម្បីកុំឲ្យនាងធ្វើបានបងប្រុសខ្ញុំទៀតខ្ញុំសម្រេចចិត្តថានឹងអត់ធ្មត់តាមនាងជាប់រហូតដល់តែនាងយល់ព្រមឈប់រៀបការជាមួយបងប្រុសខ្ញុំនាងដឹងទេតាមខ្ញុំយល់លោកកំប្រឹងនាំទៅហត់អីលោកដឹងទេគូប្រែកគឺទេវតាចារួចទៅហើយលោកចង់រៀបរៀងក៏រៀបរៀងមិនបានដែរស៊ីសងលើទេវតាចាមកនោះទេខ្ញុំប្រាប់នាងណាកុំស្មានថានាងនៅជាមួយអាឈិញអាចតោងបងប្រុសខ្ញុំជាប់នោះហើយលោកនិយាយចឹងដូចជាហួសហេតុពេកហើយខ្ញុំនឹងអាឈិញជាមិត្តល្អនឹងគ្នាតែខ្ញុំអាចប្រាស្រ័យនាងដែរទេទេវតាដឹងណានៅជាមួយមនុស្សអាក្រក់គឺរៀនអាក្រក់បើនាងបង្រៀនអាឈិញអ្វីខូចនោះខ្ញុំមិនលើកលែងនាងទេលោកស្ដាប់ឲ្យច្បាស់ណាស់ខ្ញុំនឹងអាឈិញជាមិត្តល្អនឹងគ្នាល្អដល់រឿងអ្វីក៏អាចនិយាយបានដែរហើយមួយរយៈទៀតនាងនឹងចូលរាជវាំងហើយនាងថែមទាំងនិយាយថានាំខ្ញុំចូលរាជវាំងជាមួយនាងទៀតផងដឹងទេនាងនិយាយថាម៉េចអាឈិញនិយាយប្រាប់នាងពីរឿងចូលវាំងហ៎នាងដឹងរឿងអីខ្លះលោកដឹងរឿងអីខ្ញុំដឹងរឿងនោះពិសេសគឺសមាសភាពពិតប្រាកដរបស់អាឈិញខ្ញុំនិយាយអញ្ចឹងលោកយល់ហើយណាខ្ញុំប្រាប់នាងណារឿងនេះគឺតាក់ទងដល់រាជវង្សតាក់ទងដល់សុវត្ថិភាពរបស់អាឈិញនាងដឹងទេមិនអាចប្រាប់គេបានទេឈឺខ្លាំងណាស់លោកឈួតហើយហ៎អាឈិញជាមិត្តល្អនឹងខ្ញុំអាចនិយាយផ្ដេសផ្ដាស់ធ្វើបាបនាងទេហ៎កាប់បាត់ទៅអាឈិញដឹងថាខ្លួនជាម្ចាស់ស្ត្រីតាមខ្ញុំយល់ក៏មិនមែនជារឿងល្អដែរថ្លៃត្បិតតែនាងធ្លាប់និយាយប្រាប់ខ្ញុំថានាំខ្ញុំចូលក្នុងវាំងតែខ្ញុំដឹងថាមិនអាចធ្វើអញ្ចឹងបានទេក្រុមលខោនសត្វតែនិយាយអញ្ចឹងចូលក្នុងគ្រួសារអ្នកមានជ្រៅដូចសមុទ្រការរស់នៅក្នុងវាំងមិនមានសេរីភាពដូចជាយើងជារាជសាមញ្ញទៅនាងនិយាយសមហេតុសមផលមែនអាឈិញចូលវាំងលើកនេះប្រកាសជាមានការកែប្រែអត់ដូចពីមុនទេសូម្បីតែខ្ញុំចង់ឧស្សាហ៍ជួបនាងក៏ពិបាកដែរលោកដាច់អាឡ័យពីអាឈិញទេខ្ញុំនៅជាមួយអាឈិញតាំងពីតូចដល់ធំនៅហាត់គុនជាមួយគ្នាសិក្សាជាមួយគ្នាលេងជាមួយគ្នាខ្ញុំទុកនាងដូចជាប្អូនបង្ការរបស់ខ្ញុំអញ្ចឹងជួយថែទាំនាងនិងការពារនាងនាងថាទៅមើលខ្ញុំមិនដាច់ចិត្តឲ្យនាងចាក់ចិត្តពីខ្ញុំទៅតំណែងតំណងអ្នកទាំងពីរស្និទ្ធស្នាលយ៉ាងនេះអាឈិញក៏មិនប្រកាសចង់បែកពីលោកដែរនេះប្រហែលជាព្រមលិខិតបានកុំតែខ្ញុំឃើញវត្ថុតាងនោះហេតុអីក៏មិននិយាយតទៅទៀតក្រែងអាឈិញនិយាយប្រាប់នាងច្បាស់លាស់អស់ហើយហ៎មានប្រកាសជាមានអាឈិញរឿងអីក៏និយាយប្រាប់ខ្ញុំដែរគឺព្រះអង្គម្ចាស់យានជាអ្នកបញ្ជាក់តាមមែនទេត្រូវហើយបើកុំតែព្រះអង្គម្ចាស់យានមើលដឹងថាត្បូងពណ៌ស្វាយនោះគឺជាវត្ថុតាំងរបស់ម្ចាស់ស្ត្រីនោះខ្ញុំក៏មិនដឹងថាការពិតអាឈិញគឺជាម្ចាស់ស្ត្រីនោះដែរត្បូងពណ៌ស្វាយលោកចង់និយាយថាត្បូងពណ៌ស្វាយជាវត្ថុតាំងដែលបញ្ជាក់ពីសមាសភាពម្ចាស់ស្ត្រីត្រូវហើយខ្ញុំភ្លេចនិយាយប្រាប់ឯងព្រះអង្គម្ចាស់យាននិយាយប្រាប់ខ្ញុំថាថ្ងៃក្រោយឯងអាចមករកខ្ញុំគ្រប់ពេលវេលាអាឈិញខ្ញុំអេអ៊ីងឯងមើល
ណាទេសភាពនៅក្នុងដំណាក់ព្រះអង្គម្ចាស់យានគឺស្អាតជាងគេនៅឆិនចាញ់ប៉ុន្តែបើសិនជាប្រៀបនឹងរាជវាំងមិនដឹងជាយ៉ាងម៉េចទៅណាប្រកាសជាទេសភាពកាន់តែស្អាតហើយមកអង្គុយមកអេងនិយាយការពិតទៅចាស់ខ្ញុំពិតជាគិតមិនដល់ថាខ្ញុំមានថ្ងៃបែបនេះហេតុការមិនអាចស្មានទុកជាមុនបានទេប៉ុន្តែអាចសំអាងលើអីដែរសន្និដ្ឋានថាខ្លួនឯងជាម្ចាស់ស្ត្រីនោះខ្ញុំនិយាយប្រាប់ឯងហាញ់តាគឺព្រះអង្គម្ចាស់យានបញ្ជាក់ដោយផ្ទាល់ចេះត្រង់ពឹងលើអ្វីជាផាតាងអូគឺពឹងលើត្បូងពណ៌ស្វាយដែលឯងជួយរើសឲ្យខ្ញុំវិញការប៉ិតវាជាវត្ថុរាជវង្សខ្ញុំពីនឹងធ្វើឲ្យបាត់ទៀតផងអាឈិញក្រែងឯងធ្លាប់និយាយថាឯងធ្លាប់ឈឺធ្ងន់ម្ដងរកកាប់ទៅនៅតូចឯងភ្លេចអស់ហើយអញ្ចឹងពឹងតែត្បូងមួយនេះអាចធ្វើជាផតាំងបានទេឧទាហរណ៍ថាត្បូងនេះគឺឯងរើបានឬក៏ឧទាហរណ៍ថាគឺគេឲ្យឯងរឿងទាំងអស់នេះឯងធ្លាប់គិតទេអាឈិញឯងធ្លាប់គិតទេខ្ញុំមិនដែលគិតទេតាំងពីខ្ញុំមានការចងចាំមកត្បូងនេះគឺនៅជាមួយខ្ញុំរហូតខ្ញុំយល់ថាវាស្និទ្ធស្នាលណាស់ដូចជាអ្នកផ្ទះរបស់ខ្ញុំឲ្យខ្ញុំចឹងដល់ឆ្នៃអ្វីដែលឯងនិយាយមិញខ្ញុំសិតតែមិនដែលគិតទេអាចចេញសំតោខ្ញុំគ្មានចេតនាធ្វើឲ្យឯងពិបាកចិត្តទេខ្ញុំយល់ថាឯងនិយាយត្រូវខ្ញុំគ្រាន់តែគិតថាឆាប់បានជួបនឹងអ្នកផ្ទះរបស់ខ្ញុំតែភ្លេចគិតពីចំណុចសង្ស័យទាំងនេះឯងអាចជួបនឹងអ្នកផ្ទះរបស់ឯងទៀតទេឯងមានឪពុកម្ដាយស្រឡាញ់ឯងតាំងពីតូចមកឯងមិនយល់ពីអារម្មណ៍ដែលកំព្រាគ្មានទីពឹងពាក់នោះទេខ្ញុំមិនដឹងនោះពាក្យចាស់លោកពោលថាដល់ពេលបំទាននោះគឺនឹកដល់ញាតិសន្តានពេលដែលខ្ញុំនៅខាងក្រៅម្នាក់ឯងអារម្មណ៍បែបនោះមានតែខ្ញុំទេដែលដឹងប៉ុណ្ណោះថ្មីត្បិតតែខ្ញុំមានលោកគ្រូហើយនឹងសិស្សច្បងស្រឡាញ់ខ្ញុំតែបើប្រៀបនឹងញាតិសន្តានរបស់ខ្ញុំគឺខុសគ្នាខ្ញុំសុខចិត្តមានឪពុកម្ដាយបាយខ្ញុំហើយជេរខ្ញុំអាឈិញនោះទៅជាមនុស្សចេតនាញាតិសន្តានពិតប្រាកដគឺជាអ្នកផ្ទះពិតប្រាកដទោះជាទាំងអស់គ្នាអត់បានញ៉ាំឲ្យតែបាននៅជាមួយគ្នាគឺបានហើយអាចចេញឲ្យអត់អីទេអើយប្រកាសហាត់គ្រប់បែបទេមិនបាច់ទេខ្ញុំអត់អីទេឲ្យតែខ្ញុំធ្វើតាមពាក្យបណ្ដំរបស់លោកគ្រូផឹកថ្នាំរាល់ថ្ងៃគឺខ្ញុំលែងអីហើយប៉ុន្តែឯងចេះតែវិលបំបត្តិនេះជំងឺឯងធ្ងន់ធ្ងរណាស់មែនទេមិនបាច់លាក់បាំងទេជំងឺខ្ញុំគឺអត់មានថ្នាំអាចព្យាបាលបានទេអូមិនមែនទេឯងកុំនិយាយអញ្ចឹងណាពិតមែនណាខ្ញុំមិនដឹងថាខ្លួនឯងរស់យូរបែបណាទៀតទេប៉ុន្តែខ្ញុំមិនបន្ទោសអ្នកណាទេលោកគ្រូខ្ញុំក៏សង្ឃឹមថាមិនដោយតាមវាសនាដែរតែពីមុនគាត់ប៉ាន់ស្មានថាខ្ញុំអាចរស់បានតែអាយុ18ឆ្នាំប៉ុណ្ណោះតែពេលនេះខ្ញុំហួស18ឆ្នាំហើយជីវិតនេះសិតតែចំណេញហើយអ៊ីងខ្ញុំប្រាប់ឯងតាមត្រង់ទៅចុះខ្ញុំពិតជាមិនចង់ធ្វើជាម្ចាស់ក្សត្រីអីទេខ្ញុំគ្រាន់តែចង់រស់នៅឲ្យបានជួបនឹងឪពុកម្ដាយខ្ញុំឲ្យតែខ្ញុំបានហៅពួកគាត់ថាពុកម៉ែមួយម៉ាត់ខ្ញុំស្កប់ស្កល់ណាស់ទៅហើយខ្ញុំស្កប់ស្កល់ណាស់ទៅហើយអ៊ីងឯងកំប្រួយឯងប្រកាសជាជួបនឹងពួកគាត់ឯងប្រកាសជាអាចជាវិញ
ខ្ញុំសេអ៊ីមតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅអាចឈិញជាមិត្តល្អរបស់ខ្ញុំឥឡូវគេឈឺធ្ងន់យ៉ាងនេះខ្ញុំមិនអាចប្រាប់គេថាគេមិនមែនជាម្ចាស់ស្ត្រីបានទៅថ្មីត្បិតតែត្បូងពណ៌ស្វាយនោះគឺខ្ញុំជូនគេប៉ុន្តែតែធ្វើឲ្យអាចឈិញឈឺចាប់តើខ្ញុំអាចយកសមាសភាពម្ចាស់ស្ត្រីរបស់ខ្ញុំវិញយ៉ាងភាពថ្លៃថ្នូរបែបនេះមានប្រយោជន៍ស្អីទៅខ្ញុំយកមកធ្វើស្អីម្យ៉ាងទៀតបើប្រៀបជាមួយឈិញសុខភាពរបស់ខ្ញុំម្ចាស់ខ្លាំងយ៉ាងនេះគឺសំណាងណាស់ទៅហើយដូច្នេះព្រះជាម្ចាស់ឲ្យតែអាចឈិញសុខសប្បាយខ្ញុំម្ចាស់មិនបានធ្វើជាម្ចាស់ស្ត្រីក៏មិនអីដែរម្យ៉ាងទៀតដល់ពេលនាងចូលរាជវាំងមានរាជពេទ្យជាច្រើនជួយព្យាបាលឲ្យនាងអញ្ចឹងជំងឺរបស់នាងប្រកបជានាងឡើងស្លាប់ទៀតហើយចំពោះខ្ញុំម្ចាស់វិញគឺជារឿងដែលគួរឲ្យសប្បាយចិត្តណាស់ថ្មីត្បិតតែខ្ញុំម្ចាស់ចង់ជួបនឹងឪពុកម្ដាយណាស់ប៉ុន្តែដើម្បីអាចឈិញខ្ញុំម្ចាស់សុខចិត្តបោះបង់អ្វីទាំងនេះចោលខ្ញុំម្ចាស់ហើយនឹងអាចឈិញធ្លាប់ស្បត់នៅចំពោះមុខព្រះជាម្ចាស់ថាចង់ធ្វើជាបងប្អូនរួមសុខរួមទុក្ខជាមួយគ្នាត្បូងពណ៌ស្វាយនោះគឺខ្ញុំម្ចាស់ឲ្យទៅនាងអញ្ចឹងអ្វីដែលត្បូងនោះនាំយកមកគួរតែឲ្យបានលើនាងដែរសូមព្រះជាម្ចាស់តាមថែរក្សាអាជីពបងប្អូនរបស់ខ្ញុំឲ្យបានសុខសប្បាយផងកាលពីមុនព្រោះខ្ញុំយល់ថាខ្លួនឯងជាកូនកំព្រាដែលត្រូវគេបោះបង់ចោលខ្ញុំប្រកាសជាកើតក្នុងគ្រួសារក្រីក្រដូច្នេះចំពោះទឹកចិត្តដែលខ្ញុំស្រឡាញ់សិស្សច្បងដែលត្រូវព្រះកូណាតែងតាំងជាអតិថិប្រយុទ្ធអាវក្រោះមាសដោយសារតែឋានៈខុសគ្នាឆ្ងាយពេកខ្ញុំមិនហ៊ានសង្ឃឹមទេហើយក៏មិនហ៊ាននិយាយឲ្យគាត់ដឹងដែរតាំងពីដើមមកខ្ញុំបានលាក់សេចក្តីស្នេហានៅក្នុងដួងចិត្តជារៀងរហូតឲ្យសេចក្តីស្នេហានេះលូតលាស់ដោយស្ងាត់តែម្នាក់ឯងរហូតដល់ពេលនេះខ្ញុំដឹងថាខ្លួនឯងគឺជាម្ចាស់ក្សត្រីគឺជាពូជពងរាជវង្សអារម្មណ៍ដ៏ភ្ញាក់ផ្អើលទឹកចិត្តដ៏រន្ធត់នោះនៅពេលនេះមិនអាចស្ងប់ស្ងាត់បានទេនិងមិនអាចជឿបានសោះប៉ុន្តែព្រោះតែឋានៈដ៏ថ្លៃថ្នូរនេះធ្វើឲ្យខ្ញុំមានការសប្បាយរីករាយដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានខ្ញុំលែងបន្ទាបខ្លួនឯងទៀតហើយខ្ញុំមានការជឿជាក់លើខ្លួនឯងជាខ្លាំងខ្ញុំយល់ថាខ្ញុំសមនឹងសិស្សច្បងហើយខ្ញុំគិតបែបនេះតើមានខុសទេសិស្សច្បងបើមានថ្ងៃណាមួយខ្ញុំនិយាយប្រាប់សិស្សច្បងថាខ្ញុំស្រឡាញ់សិស្សច្បងច្រើនឆ្នាំណាស់មកហើយតើសិស្សច្បងអាចទទួលទេអាចឈិញក្រែងឯងនិយាយថាឯងធ្លាប់ឈឺធ្ងន់ណាស់សូម្បីតែរឿងការពីតូចក៏ភ្លេចអស់ហើយដែរអញ្ចឹងពឹងលើត្បូងពណ៌ស្វាយនេះអាចធ្វើជាផុសតាំងបានទេឧទាហរណ៍ថាត្បូងនេះអាចរើបាននិងឧទាហរណ៍ថាត្បូងនេះអ្នកដទៃឲ្យឯងព្រះអង្គម្ចាស់មានបន្ទូលថាឈិញមានការសង្ស័យចំពោះឋានៈម្ចាស់ស្ត្រីរបស់ខ្លួនណាយើងបានព្រះតម្រិយអស់ពេលយ៉ាងយូរយល់ថាអាឈិញនិយាយនេះសមហេតុសមផលណាស់ការពិតយើងគួរតែស៊ើបឲ្យច្បាស់លាស់ហើយទើបអាចទូលថ្វាយប្រកូលណាបើមានការធ្វេសប្រហែសតែបន្តិចគឺអាចមានទោសកុហកប្រកូលណាដូច្នេះព្រះអង្គម្ចាស់ព្រះតម្រិយឃើញថាត្រូវទៅរកនាងហូគូម្នាក់ទៀតដែលនៅក្នុងក្រុមល្ខោនជីសៀងមកធ្វើជាសាក្សីតាមមែនទេយ៉ាងហោចណាស់នាងហូគូនោះដឹងរឿងរបស់អាឈិញកាលពីនៅតូចហើយក៏ប្រហែលដឹងថាត្បូងពណ៌ស្វាយនោះគឺជារបស់អាឈិញតាំងពីតូចមកឬក៏មិនមែនទៀតផងប៉ុន្តែអ្នកនាងហូគូដែលធ្លាប់អញ្ជើញក្រុមល្ខោនឲ្យដាក់ឈ្មោះក្រុមល្ខោនជីសៀងមកសម្ដែងនៅឃុំឈិញអ៊ីងនោះឲ្យទូលបង្គំទៅរកនៅឯណាទៅគេអត់មានដំណឹងតទៅសោះគេដូចជានាគទេពឃើញក្បាលអត់ឃើញកន្ទុយគេដូចជានៅចិត្តនេះតែមិនដែលជួបតទៅសោះយើងយល់ថាគេនោះអាកំបាំងណាដូច្នេះយើងរឹតតែត្រូវរកគេឲ្យឃើញស៊ើបឲ្យច្បាស់លាស់
ប្រម្ចាស់មានបន្ទូលត្រូវណាស់ការពិតទូលបង្គំក៏មិនចង់ឲ្យឈីងចូលរាជវាំងទាំងមិនសប្បាយចិត្តនោះដែរលោកម្ចាស់លីកំពុងតែតាមដានពីរឿងដែលយើងរកឃើញម្ចាស់ស្ត្រីនៅទីភ្លឺគឺស្រួលការពារតែនៅទីងងឹតគឺពិបាកការពារណាស់លោកម្ចាស់លីនិងអាគីខົບខិតគ្នាបង្កើតក្រុមអណ្ដាតភ្លើងក្រហមឡើងវិញអំណាចក្បត់នេះគឺមិនអាចមើលស្រាលបានទេដូច្នេះត្រូវរកឲ្យឃើញអ្នកនាងហួរគូម្នាក់ទៀតដែលនៅក្នុងក្រុមល្ខោនម្យ៉ាងទៀតគឺត្រូវទម្លាក់ការធ្វើការត្រូវប្រយ័ត្នជៀសវាងនាំទុកដល់អ្នកដទៃនាំទុកដល់ម្ចាស់ស្ត្រីប្រម្ចាស់ទូលបង្គំប្រកាសជាខំប្រឹងអំពីលទ្ធភាពទោះជាអ្នកណាជាម្ចាស់ស្ត្រីពិតប្រកបក៏ដោយក៏ទូលបង្គំសន្យានឹងព្រះអង្គម្ចាស់ថាត្រូវតែនាំម្ចាស់ស្ត្រីត្រឡប់មករាជវាំងវិញជាមិនខានព្យាយាមស្រោចផ្កាក៏ផ្កាមរីកដែរសាច់ច្បងរៀនចេះនិយាយបញ្ឆិតបញ្ឈៀងជាមួយខ្ញុំតាំងពីកាលណាមកហ្នឹងអត់មានមធ្យោបាយទេឥឡូវមិនដូចពីមុនទេក្មេងស្រីដែលនៅចំពោះមុខខ្ញុំនេះប្រហែលជាម្ចាស់ស្ត្រីខ្ញុំមិនអាចបីឯងឲ្យបោះចូលទៅក្នុងស្រះទឹកទៀតទេហើយក៏ប្រហែលជាអត់ប្រែប្រួលដែរយ៉ាងម៉េចហើយសិប្អូនក្រែឯងតែងតែទន្ទឹងរង់ចាំបានជួបជុំនឹងគ្រួសាររស់នៅជាមួយគ្នាឲ្យបានសប្បាយដល់ពេលនេះហើយហេតុអីក៏ឯងចាប់ផ្ដើមសង្ស័យពីសមាជិកម្ចាស់ស្ត្រីខ្លួនឯងវិញអញ្ចឹងដំបងនឹកឃើញថាបានជួបជុំនឹងអ្នកផ្ទះរបស់ខ្លួនខ្ញុំពិតជាសប្បាយចិត្តណាស់តែដល់ពេលដែលអ៊ីងលើកឡើងពីចំណុចសង្ស័យខ្លះខ្ញុំខ្លាចណាស់ខ្លាចខ្លួនឯងមិនមែនជាម្ចាស់ស្ត្រីដែលព្រះអង្គម្ចាស់យានស្វែងរកនឹងគឺនាងជូដែលខ្លាចអត់មានរឿងកើតឡើងនោះហ៎សាច់ច្បងក៏បន្ទោសនាងអីខ្ញុំយល់ថានាងនិយាយសមហេតុផលណាស់ខ្ញុំបានគិតច្បាស់លាស់ហើយពិតមែនតែត្បូងពណ៌ស្វាយនោះមិនអាចបញ្ជាក់ពីឋានៈម្ចាស់ក្សត្រីរបស់ខ្ញុំទេហើយម្យ៉ាងទៀតកាលពីមុននៅក្នុងក្រុមល្ខោនក៏មានហូគូម្នាក់ទៀតដែរអាយុប្រហែលនឹងខ្ញុំគេក៏ជាមនុស្សសំខាន់ដែរហើយខ្ញុំក៏ធ្លាប់គិតថាគេនោះទើបជាម្ចាស់ក្សត្រីពិតប្រាកដអញ្ចឹងខ្ញុំមិននឹងអាចគិតតែប្រយ័ត្នផ្ទាល់ខ្លួនដណ្ដើមយកអ្នកផ្ទះរបស់គេនិងដណ្ដើមយកឋានៈម្ចាស់ក្សត្រីដ៏មានតម្លៃរបស់គេទៅបើពិតជាអញ្ចឹងមែននោះខ្ញុំនឹងត្រូវរស់នៅដោយពិបាកចិត្តអស់មួយជីវិតអាឈីងឥឡូវចេះខ្ញុំនឹងរកអ្នកនាងហូគូម្នាក់ទៀតឲ្យឃើញក្នុងពេលឆាប់នេះជួយស៊ើបឲ្យដឹងការពិតសាច់ច្បងមកពីខ្ញុំអត់បានការពេកមានជំងឺដែលមិនអាចព្យាបាលបាននឹកមិនឃើញរឿងការពីមុនវិញធ្វើឲ្យសាច់ច្បងនេះហត់ដោយសារខ្ញុំហើយឯងនឹងចាំថាហេតុអីបានជាលោកគ្រូដាក់ឈ្មោះឲ្យឯងថាសៀនឈីងទេបែរមុខទៅលើលំហអាកាសបែរមុខទៅរកលំហអាកាសដ៏ទូលាយនិងស្រឡះត្រូវហើយអនាគតរបស់ឯងគឺភ្លឺស្វាងផ្លូវដែលឯងធ្វើដំណើរទៅមុខគឺភ្លឺល្អណាស់ដឹងទេកិច្ចការដទៃទៀតប្រគល់ឲ្យសាច់ច្បងធ្វើទៅបានហើយអរគុណហើយសាច់ច្បងហើយអ្នកណាប្រើឲ្យខ្ញុំមានសិស្សប្អូនល្ងងយ៉ាងនេះសាច់ច្បងខ្ញុំភ្លេចនិយាយរឿងមួយប្រាប់សាច់ច្បងមួយរយៈនេះអ៊ីងកំពុងតែរកសិស្សប្អូនល្អរបស់គេហើយគេក៏សន្និដ្ឋានថាខ្ញុំជាហូគូប្រាក់នាងរកគ្រប់មធ្យោបាយឲ្យខ្ញុំនឹកឃើញនាងវិញមានរឿងចឹងផងហ៎នឹកឡើងវិញអ៊ីងប្រហែលជាស្គាល់ហូគូនោះខ្ញុំជួបនឹងអ្នកប្រុសសប្បាយចិត្តណាស់និយាយអញ្ចឹងនេះបានជួបនឹងប្អូនខ្ញុំគឺមិនសប្បាយចិត្តទេប្រកាសហើយគេនោះគួរឲ្យស្អប់ណាស់ស្អប់ដល់មិនអាចស្អប់ទៀតខ្ញុំឃើញគេពីមុខស្អប់ដល់ពីក្រោយនិយាយស្ដីមិនអត់អន់ឲ្យគេទេក្អឹកកតោមណាស់ស្មានថាគេនឹងជាអ្នកណាដែរទៅស្មានថាលើលោកនេះមានតែគេម្នាក់ទេដែលឆ្លាតជាងគេអ្នកដតីមិនអាចញ៉ាំបាយទេភ័យអ្នកនាងស្រេកទឹកហើយញ៉ាំតែទៅអ្នកនាងជូបងនាងនៅពីក្រៅខ្នងខ្ញុំជាខ្ញុំខ្លាំងយ៉ាងនេះសមត្ថភាពជារបស់នាងពិតជាប្រកែកមែនលោកក្មួយអាកូនស្រីខ្ញុំចូលចិត្តលេងសើចនឹងមានអ្នកណានិយាយមិនចេះគិតសុំកុំប្រកាន់អីម្ល៉េះទេជេអត់ចាត់ចោះម្ល៉េះទេយកមកធ្វើអីហ្នឹងខ្ញុំយល់ថានាងអត់ជួបនឹងខ្ញុំមួយថ្ងៃប្រកាសជានឹងខ្ញុំខ្លាំងហើយដូច្នេះខ្ញុំមកធ្វើឲ្យនាងភ្ញាក់ផ្អើលខ្មាស់គេតតែសោះខ្ញុំមិនចេះខ្មាស់គេខ្ញុំខ្មាស់គេរឿងអីទៅអត់មានទេគេនិយាយថាអត់ជួបគ្នាមួយថ្ងៃដូចជាបែកគ្នា3ឆ្នាំខ្ញុំកំពុងតែគិតខ្ញុំអត់ជួបនាងក្នុងចិត្តដូចជាខ្វះរបស់ជាច្រើនដូច្នេះអញ្ចឹងលោកចង់យ៉ាងម៉េចបងអាចឲ្យអ៊ីងកំណត់ខ្ញុំមួយថ្ងៃបានទេពីព្រោះខ្ញុំពិតជានឹកនាងខ្លាំងណាស់ណាបងមិនបានជាដាច់ខាត
ខ្ញុំមិនអាចជួបលោករត់ថ្ងៃបានទេអញ្ចឹងមិនគ្រប់ពាក្យសន្យាសោះខ្ញុំដឹងហើយគឺលោកមករកខ្ញុំរាល់ថ្ងៃគឺមិនចង់ឲ្យខ្ញុំមានពេលជួបជាមួយបងប្រុសរបស់លោកតាមមែនទេថាចឹងទេឥឡូវនេះខ្ញុំចង់ចេញទៅជាមួយបងប្រុសរបស់លោកចាំមើលតើលោកអាចធ្វើអ្វីខ្លះកុំអ៊ីងតែកុំធ្វើចឹងណាការពិតថ្ងៃនេះអ្នកប្រុសទី2គឺមិនណាត់កូនណាត្រូវតែមកសួរយោបល់អ្នកប្រុសធំសិនខ្ញុំការពិតថ្ងៃក្រោយនឹងមានពេលជាច្រើនដែលអាចជួបគ្នាបានមិនចាំបាច់ថ្ងៃនេះតើមែនទេអ្នកប្រុសធំប៉ុកពាក្យនេះគួរតែនិយាយប្រាប់ម្នាក់នោះខ្ញុំលឺហើយអ្នកប្រុសធំយកយ៉ាងម៉េចដែរ